រដ្ឋាភិបាលអ៊ីស្រាអែលបានអនុញ្ញាតឲ្យយោធាអ៊ីស្រាអែលរុលទៅមុខនិងចូលទៅកាន់កាប់ទីតាំងយុទ្ធសាស្ត្រថ្មីបន្ថែមទៀតនៅលីបង់ដើម្បីរារាំងកុំឲ្យចលនាហេសបូឡាស្និទ្ធនឹងអ៊ីរ៉ង់អាចបាញ់មីស៊ីលមកលើដែនដីអ៊ីស្រាអែលបាននេះគឺជាប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាត់តាំងពីយប់ថ្ងៃច័ន្ទឆ្លងចូលមកថ្ងៃអង្គារទី3មិនិនាមកយោធាអ៊ីស្រាអែលបានប្រកាសបើកការវាយប្រហារយ៉ាងសន្ធាប់លើលីបង់និងទន្ទឹមពេលគ្នានឹងអ៊ីរ៉ង់ដោយអំពាវនាវឲ្យប្រជាជនលីបង់ជម្លៀសខ្លួនចេញពីភូមិឋានដើម្បីគេចពីគ្រាប់ផ្លោងការវាយប្រហារបានផ្តាច់ជីវិតអ្នកទទួលខុសត្រូវជាន់ខ្ពស់ហេសបូឡាម្នាក់ដែលទទួលបន្ទុកគ្រប់គ្រងអាវុធយុទ្ធភ័ណ្ឌក្រោមបង្គាប់ផ្ទាល់របស់កងកម្លាំងកងទ័ពជើងឆាតអ៊ីរ៉ង់អាល់កុដនេះបានតាមប្រភពយោធាអ៊ីស្រាអែលដោយបញ្ជាក់ថាយោធាអ៊ីស្រាអែលកំពុងតែបន្តកាន់កាប់ទីតាំងយុទ្ធសាស្ត្រ5កន្លែងតាមបណ្ដោយព្រំដែនលីបង់និងអ៊ីស្រាអែលចំណែកឯកងទ័ពរបស់រដ្ឋាភិបាលលីបង់បានដកខ្លួនថយចេញពីតំបន់ភាគខាងត្បូងនៃប្រទេសក្រោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលលើលីបង់ជាមួយនឹងសេចក្តីប្រកាសពង្រាយទ័ពបន្ថែមនៅតាមទីតាំងជាច្រើនទៀតតាមបណ្ដោយព្រំដែនអ៊ីស្រាអែលបានបដិសេធថាគ្មានប្រតិបត្តិការជើងគោកវាយចូលលីបង់ទេវត្តមានកងទ័ពអ៊ីស្រាអែលឈរជើងតាមព្រំដែនគឺជាតាក់ទិកដើម្បីធានាការពារសន្តិសុខជូនជនស៊ីវិលនិងរារាំងពួកហេសបូឡាដែលបានបាញ់មីស៊ីលមកលើអ៊ីស្រាអែលក៏ប៉ុន្តែបើតាមអង្គការសហប្រជាជាតិសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងពួកហេសបូឡាបានបង្កឲ្យមានការបាត់បង់ជីវិតអស់ជាច្រើនសិបនាក់និងមានជនផ្លាស់ទីយ៉ាងហោចណាស់31000នាក់នៅលីបង់ហើយចំនួនជនផ្លាស់ទីលីបង់នេះនឹងកើនឡើងខ្លាំងទៀតនៅពេលខាងមុខដ៏ខ្លីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់អំពីក្តីព្រួយបារម្ភចំពោះអំពើហិង្សាវាយប្រហារគ្នានៅលីបង់និងបានអំពាវនាវឲ្យភាគីទាំងអស់ងាកមកគោរពបទឈប់បាញ់ចុះហត្ថលេខាកាលពីឆ្នាំ2024សូមរំលឹកថាក្រោយផ្ទុះសង្គ្រាមអាមេរិកអ៊ីស្រាអែលវាយអ៊ីរ៉ង់ភ្លាមរដ្ឋាភិបាលលីបង់បានព្យាយាមដកខ្លួនឲ្យនៅឆ្ងាយពីជម្លោះតែមិនអាចហាមឃាត់សកម្មភាពយោធារបស់ចលនាហេសបូឡាបានទេហេសបូឡាបានប្រកាសសងសឹកដោយបានបើកការវាយប្រហារ3ដាច់ពីគ្នាដោយប្រើដ្រូននិងមីស៊ីលសម្ដៅលើទីតាំងយោធាភាគខាងជើងរបស់អ៊ីស្រាអែលគាំទ្រដោយអ៊ីរ៉ង់ចលនាហេសបូឡាគឺជាក្រុមប្រដាប់អាវុធសកម្មតែមួយគត់នៅលីបង់ដែលមានអាវុធយុទ្ធភ័ណ្ឌគ្រប់ដៃគិតចាប់តាំងពីប្រទេសបានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ1975-1990មក